ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំសូមធ្វើការអាប់ដេតស្ថានភាពទឹកលិចនៅខាងហាត់យ៉ៃរួមទាំង10ខេត្តនៅខាងប្រទេសថៃដែលត្រូវបានមេឃភ្លៀងខ្លាំងធ្វើឲ្យមានទឹកជំនន់កាលពីថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025រហូតមកដល់ថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025នេះគឺទឹកមានការស្រកចុះច្រើនហើយប្រមាណជា 80% ចំពោះបញ្ហាទឹកជំនន់មិនមែនកើតមានឡើងត្រឹមតែប្រទេសថៃទេភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃមុននោះគឺមានផលប៉ះពាល់ធ្វើឲ្យមានទឹកជំនន់ដល់ប្រទេសវៀតណាមប្រទេសម៉ាឡេស៊ីផងដែរក៏ប៉ុន្តែថ្ងៃនេះខ្ញុំសូមលើកយកតែប្រទេសថៃយកមកនិយាយទេមិនមែនដោយសារតែបញ្ហាចំនួនព្រំដែនទេគឺវាមានហេតុការណ៍ជាច្រើនដែលធ្វើឲ្យខ្ញុំចង់លើកយកប្រទេសថៃមកនិយាយមុននឹងឈានទៅដល់ប្រធានបទខ្ញុំសូមបើកវងកញ្ចក់បន្តិចនៅថ្ងៃទី25ខែវិច្ឆិកាភ្លៀងធ្លាក់ខ្លាំងគឺថ្ងៃទី19លិចខ្លាំងនៅថ្ងៃទី19វិច្ឆិការហូតមកដល់ថ្ងៃទី25វិច្ឆិកាគឺមានការចែកចាយតាមបណ្ដាញអ៊ីនធឺណិតជាច្រើនតាមបណ្ដាញសង្គមជាច្រើននិងការ share ចែកចាយគ្នានៅខាងប្រទេសថៃគឺគេធ្វើពិធីបួងសួងសុំខមាទោសនិងសុំសេចក្តីសុខអ្វីដែលធ្វើឲ្យមហាជនអ្នកលេងបណ្ដាញសង្គមមានការងឿងឆ្ងល់ដូចជា share ចែករំលែកជាច្រើនគឺការបួងសួងរបស់ប្រទេសថៃគឺមានពាក់ព័ន្ធជាមួយនឹងការហៅឈ្មោះនិងសុំខមាទោសដោយហៅឈ្មោះនគរវត្តបានន័យថាអង្គរវត្តអង្គរទូចអង្គរធំប្រាសាទតាព្រំប្រាសាទតាព្រំតាកែវប្រាសាទប្រែរូបបាពួនបន្ទាយស្រីប្រាសាទព្រះវិហារពួកខ្ញុំទាំងអស់សូមលើកដៃប្រណម្យសូមខមាទោសនិងថ្វាយគ្រឿងដង្វាយអ្នកថែរក្សាប្រាសាទតាមាន់ធំស៊ីច័ន្ទវៀងខាងខេត្តសុរិន្ទខ្ញុំនិងបរិវារមន្ត្រីទាហានប្រជាជនសូមលើកដៃប្រណម្យសូមខមាទោសនិងសូមសេចក្តីសុខអ្នកមានបារមីទាំងអស់សូមគំយោទុកទោសដល់បរិវារទាំងឡាយដែលបានបំពេញលួងធ្កើនគេហៅថាលួងធ្កើនហ្នឹងគឺបំពេញនេះគឺជាអ្វីដែលខ្ញុំចង់លើកឡើងយកមកនិយាយបន្ទាប់ពីឃើញការចែកចាយជាច្រើននៅការបួងសួងដល់វីរៈបុរសខ្មែរអាហ្នឹងគឺមិនដឹងដែរប្រហែលជាគេគុនគូគ្រូមើលហើយទៅគេគិតថាខុសបំពេញដល់ការគេបាញ់បំផ្លាញប្រាសាទព្រះវិហារព្រោះគេបួងសួងហ្នឹងគេសុំខមាទោសពីខាងអ្នកថែរក្សាព្រះវិហារនិងខាងតាមាន់ធំតាមាន់ទូចទៀតនេះគឺជាចម្ងល់ខ្លាំងមែនតែម្ដងរហូតមកដល់ថ្ងៃទី28នេះគឺទឹកមានការស្រកចុះហើយអានឹងគឺខ្ញុំសូមបិទវងកញ្ចក់កន្លែងហ្នឹងវិញខ្ញុំបកប្រែមកសម្រាយខ្លីៗតែប៉ុណ្្នឹងទេពាក់ព័ន្ធនឹងការជួយសង្គ្រោះទឹកជំនន់ប្រជាពលរដ្ឋខ្លះមានការខឹងសម្បានឹងរាជរដ្ឋាភិបាលដោយសារការជួយសង្គ្រោះគឺមានការយឺតយ៉ាវនិងមិនដិតដល់ចំពោះប្រជាពលរដ្ឋអ្នកជួយសង្គ្រោះខ្លះគឺទៅដល់ឃើញហើយគឺត្រឡប់មកវិញរបៀបដូចថាទៅហើយថតតារូបហើយគឺមកវិញហើយមិនបានជួយសង្គ្រោះឲ្យទាន់ពេលវេលាទេហើយនៅតំបន់នៅខាងហាត់យ៉ៃហ្នឹងគឺមានតំបន់មួយដែលខាងជួយអ្នកជួយសង្គ្រោះមិនអាចចូលទៅជួយបានទេពេលដែលចូលទៅគឺមានការបាញ់កាភ្លើងមកប្រហែលជា20-30គ្រាប់ធ្វើឲ្យប្រជាពលរដ្ឋក៏ដូចជាមនុស្សមួយចំនួនមានការងឿងឆ្ងល់ថានៅតំបន់ហ្នឹងគឺមានអីទៅមិនឲ្យអ្នកចូលសង្គ្រោះចូលទៅបានរហូតទាល់តែថ្ងៃទី28នេះទឹកស្រកច្រើនហើយមានការហូរថ្នាំញៀនជាច្រើនមកតាមទឹកពីតំបន់ដែលខាងអ្នកចូលសង្គ្រោះហ្នឹងមិនអាចចូលទៅបានឥឡូវនេះគឺខាងប៉ូលីសសម្ងាត់គឺបានចុះទៅកន្លែងដែលចូលទៅមិនបានហ្នឹងដែលចូលទៅគេបាញ់ចូលទៅគេបាញ់ហ្នឹងហើយព្រោះមើលទៅគេអាចសន្និដ្ឋានថាជាតំបន់កន្លែងលក់ថ្នាំដ៏ធំមួយនៅខាងហាត់យ៉ៃហ្នឹងផងដែរចំពោះហេតុការណ៍ទឹកជំនន់នេះផងដែរធ្វើឲ្យមនុស្សស្លាប់ចាស់ហោចណាស់300ជាងអ្នកដែលរកឃើញសាកសពនិងមនុស្សជាច្រើនទៀតមិនទាន់ឃើញសាកសពទេខាងអ្នកសារព័ត៌មានក៏ដូចជាខាងក្រសួងជាច្រើនបានធ្វើការប្រកាសសុំជំនួយនៅកណាត់សដើម្បីគ្របសាកសពបន្ថែមទៀតអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋក៏ដូចជាអ្នកលេងបណ្ដាញសង្គមមួយចំនួនមានការងឿងឆ្ងល់កាន់តែខ្លាំងនោះនៅទឹកជំនន់នៅខាងហាត់យ៉ៃនោះក៏មានផ្ទះមួយខ្នងពុំមានការរងផលប៉ះពាល់ពីទឹកជំនន់ទេទឹកជំនន់ហូរចូលផ្ទះត្រឹមតែ 5% នៃទឹកតែប៉ុណ្ណោះធ្វើឲ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់ថាតើផ្ទះនោះគឺជាផ្ទះអ្នកណាទៅជាវិស្វករ
ឬក៏យ៉ាងម៉េចទៅចេះរៀបចំប្រព័ន្ធផ្ទះធ្វើឲ្យមានសុវត្ថិភាពបែបនេះអាចប្រើម៉ាស៊ីនភ្លើងបានអាចប្រើភ្លើងបានធម្មតាទាំងអស់គឺអត់មានផលប៉ះពាល់ទេសូមអរគុណបងប្អូនដែលបានចូលស្ដាប់នៅព័ត៌មាននេះបើសិនជាមានហេតុការណ៍អ្វីកើតឡើងទៀតខ្ញុំនឹងធ្វើការអាប់ដេតជូនបងប្អូនទាំងអស់គ្នាទៀតសូមអរគុណ